ព្រឹកថ្ងៃប្រលប់មិនតន់ឈប់ទេយប់ធ្វើអត់លហើយដើម្បីឲ្យតែប្រជាពលរដ្ឋបានសុខពិតជាអស្ចារ្យមែនមិនសរសើរមិនបានតើនឹងកំណត់ផ្ដួចផ្ដើមថ្មីលើទឹកដីខណ្ឌរសីកែវនៅក្នុងការអភិវឌ្ឍជាបន្តបន្ទាប់ឥតឈប់ឈរដើម្បីធ្វើយ៉ាងណាផ្ដល់ភាពកក់ក្ដៅជូនទៅដល់បងប្អូនប្រជាពលរដ្ឋទាំងថ្ងៃទាំងយប់ទៅតាមយន្តការភូមិឃុំសង្កាត់មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលកម្ពុជាបងប្អូនប្រិយមិត្តទស្សនិកជនក្រោមការបដិបដាមរបស់លោកជិនប៊ុនធឿនដែលជាអភិបាលនៃគណៈអភិបាលខណ្ឌរសីកែវនៅក្នុងការការពាររាល់សុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋជាពិសេសគឺទៅលើកិច្ចការងារសន្តិសុខសុវត្ថិភាពតាមដងផ្លូវនានានៅក្នុងមូលដ្ឋានខណ្ឌរសីកែវដោយនៅម៉ោង 8:00 នាទីយប់នៅថ្ងៃពុធទី26 ខែវិច្ឆិកាឆ្នាំ2025នេះលោកបានគិតគូរមួយជំហានម្ដងក្នុងការបង្កើតហេដ្ឋារចនាសម្ព័ន្ធរបស់មន្ត្រីរដ្ឋបាលខណ្ឌក្នុងនោះយើងឃើញថាលោកបានបញ្ជាទៅដល់មន្ត្រីក្រមអាវ៉ាតឲ្យបំពេញការងារឥតឈប់ឈរនៅក្នុងការបន្តដាក់បង្គោលភ្លើងបំភ្លឺផ្លូវសាធារណៈឬហៅថាបង្គោលសូឡាស្ថិតនៅតាមបណ្ដោយផ្លូវលេខ330ក្នុងសង្កាត់ស្វាយប៉ាកនៃទឹកដីខណ្ឌរសីកែវនិងអនុវត្តឲ្យបានចប់ការងារនេះបានសម្រេចនៅក្នុងពេលយប់នោះតែម្ដងជាចុងក្រោយលោកជិនប៊ុនធឿនអភិបាលខណ្ឌរសីកែវលោកក៏សូមគោរពអញ្ជើញទៅដល់បងប្អូនប្រជាពលរដ្ឋសូមធ្វើដំណើរតាមកំណត់ផ្លូវមួយខ្សែនេះដែលជាផ្លូវធំទូលាយមានបរិស្ថានល្អស្អាតប្រកបដោយសុខសុវត្ថិភាពនិងជាទីកំសាន្តសម្រាប់បងប្អូនអ្នកទេសចរជាតិនិងអន្តរជាតិបងប្អូនប្រជាពលរដ្ឋក្មេងចាស់ប្រុសស្រីមកហាត់ប្រាណថែទាំសុខភាពនិងអាចមកសម្រាកលំហែកាយស្រូបយកខ្យល់អាកាសល្អបរិសុទ្ធក្រោយពីបងប្អូនមកពីបំពេញការងារដោយក្តីសប្បាយរីករាយចិត្តធ្វើសេចក្តីរាយការណ៍ព័ត៌មានដោយខ្ញុំបាទសវណ្ណរិទ្ធរតនាពីខណ្ឌរសីកែវ